នៅក្នុងសម័យអាណានិគមបារាំងមានចលនាខ្មែរជាច្រើនបានងើបបះបោរតស៊ូប្រឆាំងនឹងបារាំងដោយសារតែនៅក្នុងសម័យនោះបារាំងបានរឹបអូសទារពន្ធដារពីប្រជាជនខ្មែរយ៉ាងធ្ងន់ធ្ងរក្នុងនោះផងដែរក៏មានចលនាមួយឈ្មោះថាចលនាខ្មែរឥស្សរៈបានបង្កើតជាក្រុមបកពួកប្រឆាំងជាមួយនឹងបារាំងហើយថែមទាំងបានផ្ទុះអាវុធជាមួយបារាំងនៅក្នុងខេត្តសៀមរាបទៀតផងចលនាតស៊ូនេះត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយប្រជាជនដ៏មានឥទ្ធិពលម្នាក់របស់ត្រកូលក្បត់ជាតិអភ័យធីបេះបែនឈ្មោះប៉ុកគុណឬប៉ុកផលគុណហៅតាត្រឡាចគាត់នឹងបកពួកបានដាក់ឈ្មោះថាចលនាខ្មែរឥស្សរៈមានមូលដ្ឋានបង្អែកនៅខេត្តបាត់ដំបងដែលកាលនោះជាដែនដីស្ថិតនៅក្រោមការត្រួតត្រារបស់ថៃមួយរយៈពេលខ្លីឆ្លៀតពេលដែលបារាំងចាញ់ដៃក្នុងសង្គ្រាមលោកលើកទី2និងត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃអំណាចយោធាជប៉ុនចលនានេះមានទីស្នាក់ការធំនៅផ្ទះអ្នកលម៉ាយដែលជាកូនស្រីម្នាក់នៃត្រកូលកថាថនដែលជាប្រជាជនរបស់អភ័យធីបេះបែនដែរតាត្រឡាចបានតាំងមេដឹកនាំផ្ទាល់ដែលជាអតីតគ្រូបង្រៀនម្នាក់ឈ្មោះរស់យឿននិងผู้ជួយរបស់គាត់ឈ្មោះបូរិនចលនាខ្មែរឥស្សរៈបានធ្វើប្រតិបត្តិការតែក្នុងតំបន់ទីរួមខេត្តនិងជាទីក្រុងបាត់ដំបងតែប៉ុណ្ណោះពិសេសនៅម្ដុំវត្តក្តាំងងារវត្តលៀបនិងវត្តពិភិតរាំងសីហៅវត្តកំភិតដែលឡែកនៅក្នុងស្នាដៃសៀវភៅចរិតខ្មែរនិពន្ធដោយលោកប៊ុនច័ន្ទមុលក៏បាននិយាយអំពីការកើតចលនាខ្មែរឥស្សរៈនេះដែរនៅក្នុងសៀវភៅនោះมันបានបង្ហាញអំពីកំណើតដើមទងរបស់ខ្មែរឥស្សរៈឲ្យបានជាក់ច្បាស់នោះទេហេតុដូច្នេះហើយទើបមានអ្នកអានជាច្រើនយល់ថាលោកប៊ុនច័ន្ទមុលតែម្នាក់គត់ដែលជាមេផ្ដួចផ្ដើមបង្កើតចលនាខ្មែរឥស្សរៈដំបូងនោះម្យ៉ាងទៀតទាក់ទិននឹងបញ្ហាវាក្យសព្ទឥស្សរៈនេះគាត់បានឲ្យនិយមន័យថាធំមិនកញ្ចេះគេជាអ្នកជាដូច្នេះខ្មែរឥស្សរៈគឺជាក្រុមខ្មែរដែលជាម្ចាស់លើខ្លួនឯងគ្មាននៅក្រោមអំណាចនរណាជាខ្មែរមានឯករាជ្យមានសេរីភាពមានសិទ្ធិគ្រប់គ្រាន់ជាខ្មែរមានហេតុផលជាច្រើនដែលផ្ដល់ឱកាសឲ្យចលនាខ្មែរឥស្សរៈរីកធំធាត់និងប្រមូលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាជនខ្មែរមូលហេតុមួយក្នុងចំណោមហេតុផលសំខាន់បំផុតគឺដោយសារការគៀបសង្កត់ពីសំណាក់បារាំងដោយដែលគេបានដឹងមានមន្ត្រីអាណានិគមបារាំងមួយចំនួនធំតែងតែធ្វើការគៀបសង្កត់ទារពន្ធដារធ្ងន់ធ្ងរមកលើប្រជារាស្ត្រខ្មែរក្រីក្រដូច្នេះហើយទើបមានការតស៊ូវាយបារាំងនៅឆ្នាំ1884រហូតដល់ឆ្នាំ1886ព្រឹត្តិការណ៍ឆ្នាំ1916ក៏ដូចជាព្រឹត្តិការណ៍សម្លាប់លោកបាដេសក្នុងឆ្នាំ1925និងបាតុកម្មឆ័ត្រឬហៅថាសង្គ្រាមឆ័ត្ររបស់ព្រះសង្ឃក្នុងឆ្នាំ1942ជាដើមទាំងនេះជាមូលហេតុសមរម្យសម្រាប់ប្រជារាស្ត្រខ្មែរក្រោកឈរឡើងប្រឆាំងបារាំងលើពីនេះទៅទៀតក្រោយការចាប់ខ្លួនរបស់អាចារ្យហែមជីវនៅក្នុងឆ្នាំ1942ក៏បានជំរុញឲ្យព្រះសង្ឃខ្មែរជាច្រើនរត់ចូលរួមជាមួយនឹងចលនានេះការភ័យខ្លាចបណ្ដាលមកពីការមានការរំលោភបំពានពីសំណាក់បារាំងដូចជាគំរូក្នុងការតាមចាប់ខ្លួនជនស្នេហាជាតិប៉ាឈឿននិងចុងក្រោយការចាប់ខ្លួនលោកសឺងុកថាញ់នាឆ្នាំ1945ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀតនាពេលបារាំងមកកម្ពុជាជាលើកទី2បានបង្ខំឲ្យកូនចៅបកពួករបស់គាត់រត់ទៅខេត្តបាត់ដំបងនិងចូលព្រៃរួបរวมជាចលនាតស៊ូឥស្សរៈដើម្បីជាការដោះកិច្ចខ្លួននិងបុព្វហេតុដ៏សមស្របមួយគឺតស៊ូដណ្ដើមឯករាជ្យជាតិនោះសម្រាប់ពួកអ្នកចេះដឹងដូច្នេះមធ្យោបាយដ៏ល្អបំផុតសម្រាប់ពួកគេគឺចាប់កាន់អាវុធប្រឆាំងនឹងបារាំងដោយសារតែមានការគាំទ្រយ៉ាងច្រើនធ្វើឲ្យចលនាតស៊ូខ្មែរឥស្សរៈរៀបចំផែនការវាយប្រហារបារាំងនៅក្រុងសៀមរាបនៅថ្ងៃទី7ខែសីហាឆ្នាំ1946ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្រុមខ្មែរឥស្សរៈបានអនុវត្តនូវសកម្មភាពជាច្រើនគួរឲ្យកត់សម្គាល់និងបង្កើតភាពភ័យខ្លាចសម្រាប់អាណាព្យាបាលបារាំងពួកគេបានកំណត់ថាធ្វើយ៉ាងណាដើម្បីរំខានអាញាធរបារាំងឲ្យមានការពិបាកគ្រប់គ្រងស្រុកទេសដូចជាការធ្វើសង្គ្រាមទ័ពព្រៃការវាយឆ្មក់និងការពួនស្ទាក់ដើម្បីវាយយកភស្តុភារនិងសម្ភារៈផ្សេងដែលពួកបារាំងដឹកជញ្ជូនតាមផ្លូវជាដើមម្យ៉ាងវិញទៀតពួកគេក៏តែងតែបានបិទផ្លូវទំនាក់ទំនងរបស់បារាំងដែលនាំឲ្យបារាំងពិបាកតាក់ទងគ្នាធ្វើការត្រួតត្រាឬបង្ក្រាបក្រុមបះបោរខ្មែរឥស្សរៈកម្ចាត់ចោលនៅជនជាតិខ្មែរទាំងឡាយ
ដែលនិយមចូលចិត្តនិងធ្វើកេញបារាំងត្រូវរងការធ្វើទុកបុកម្នេញពីកំហឹងរបស់ខ្មែរឥស្សរៈដើម្បីឲ្យផែនការនេះមានដំណើរការពួកគេបានបែងចែកគ្នាជា5ក្រុមទី1គឺក្រុមដឹកនាំដោយលោកហែមសាវាងនិងហែមសាវ៉ាតដែលជាបងប្អូនបង្កើតនឹងគ្នាដែលមានទិសដៅវាយសន្តាគារខេត្តក្រុមទី2គឺក្រុមសម្រាប់វាយបន្ទាយទាហានជើងខ្មៅក្រុមទី3គឺក្រុមមានគោលដៅវាយប៉ុស្តិ៍ប្រេសនីនិងផ្ដាច់វិទ្យុតាក់ទងក្រុមទី4គឺជាក្រុមវាយពន្ធនាគារដើម្បីរំដោះអ្នកទោសក្រុមទី5ដឹកនាំដោយលោកដាបឈួនមានគោលដៅវាយតម្រួតខេត្តនិងផ្ទះរបស់កយជាលទ្ធផលកងទ័ពខ្មែរឥស្សរៈបានវាយលុកក្រុងបានរយៈពេល4ម៉ោងតែព្រឹកឡើងត្រូវទ័ពបារាំងដេញវាយវិញយ៉ាងសង្ខុញពួកគេប្រមូលជ័យភ័ណ្ឌបានយ៉ាងច្រើនពិសេសក្រុមប្រតិបត្តិការរបស់ដាបឈួនដែលជាហេតុមួយធ្វើឲ្យគាត់មានឈ្មោះល្បីឡើងនិងមានថវិកាច្រើនជាងក្រុមដទៃទៀតគាត់មិនបានត្រឡប់មកបាត់ដំបងវិញទេក្រោយការវាយបកយ៉ាងលឿនរបស់បារាំងនោះជាលទ្ធផលនៃការវាយប្រហារនេះមានសាកសពស្លាប់នៅនឹងកន្លែងចំនួន30នាក់រួមបញ្ចូលទាំងទាហានបារាំង7នាក់ផងដែរចំណែកកាសែតបាងកកប៉ុស្តិ៍ថាភាគីទាំងសងខាងមានមនុស្សស្លាប់និងរបួសប្រហែលច្រើនជាងនេះលោកអ្នកស្ដាប់ជាទីមេត្រីក្រោយពីព្រឹត្តិការណ៍វាយប្រហារក្រុងសៀមរាបយប់ថ្ងៃទី7ខែសីហាឆ្នាំ1946នោះប៊ុនចាន់មុលបានធ្វើដំណើរជាមួយនឹងឪពុកមីរបស់គាត់ឈ្មោះប៉ុកគុណឬប៉ុកផលគុណហៅតាត្រឡាចជាមេខ្មែរឥស្សរៈតាំងពីដើមទសវត្សរ៍ឆ្នាំ1940ដែលលំអៀងទៅរកសៀមនោះទៅទីក្រុងបាងកកដោយបោះបង់ចោលទីតាំងតស៊ូនៅអន្លង់វិលនោះព្រោះពេលនោះបារាំងបានទាមទារយកខេត្តបាត់ដំបងពីសៀមវិញបើហ៊ានរស់នៅទីនោះទៀតបារាំងប្រកាសជាចាប់យកទៅដាក់គុកកោះត្រឡាចជាថ្មីម្ដងទៀតជាមិនខានព្រោះកាលគាត់ជាប់គុកកោះត្រឡាចមិនទាន់គ្រប់5ឆ្នាំតាមសាលក្រមនៅឡើយនោះទេតែបានកងទ័ពជប៉ុនទៅយកគាត់ចេញពីគុកកោះត្រឡាចនោះមកក្រុងភ្នំពេញវិញជាមួយនឹងលោកប៉ាឈឿននិងលោកនួនឌួងកាលពីខែកុម្ភៈឆ្នាំ1945ម្យ៉ាងទៀតលោកសឺងុកថាញ់ជាមេដឹកនាំរបស់គាត់ក៏ត្រូវបានបារាំងចាប់យកទៅឃុំទុកនៅប្រទេសបារាំងដែរនៅទីក្រុងបាងកកលោកប៉ុកគុណឬប៉ុកផលគុណហៅតាត្រឡាចជាឪពុកមានិងលោកប៊ុនចាន់មុលជាក្មួយបានដើររកទិញអាវុធដែលកាលនោះមានតែកំភ្លើងការ៉ាប៊ីនមីត្រៃយើនិងគ្រាប់បែកប៉ុណ្ណោះដើម្បីបញ្ជូនមកឲ្យពួកខ្មែរឥស្សរៈដែលនៅក្នុងប្រទេសដោយដឹកតាមរថយន្តឈ្នួលធំៗពីក្រុងបាងកកមកអរ៉ាញ់និងដឹកតាមរថភ្លើងមកសុរិនដោយលាក់អាវុធទាំងនោះនៅក្នុងការុងអង្គរឬក្នុងរមូលកន្ទេលការលួចដឹកកំភ្លើងតាមរថភ្លើងមកសុរិនមិនសូវមានអ្វីគួរឲ្យព្រួយបារម្ភប៉ុន្មានដោយការលួចដឹកតាមរថយន្តឈ្នួលធំៗចូលមកតាមអរ៉ាញ់នោះទេលោកប៊ុនចាន់មុលបានរំលឹកថាថ្ងៃមួយវេលាម៉ោង4រសៀលពួកគាត់មានគ្នា8នាក់បានទិញអាវុធគ្រប់ធុនជាច្រើនដើមនៅទីក្រុងបាងកកហើយលើកដាក់លើរថយន្តឈ្នួលធុនធំមួយដើម្បីលួចចេញឆ្ពោះមកអរ៉ាញ់ក្បែរព្រំដែនខ្មែរស្រាប់តែកម្លាំងរាជអាវុធហាត់សៀមប្រមាណជា100នាក់ប្រដាប់ដោយអាវុធគ្រប់ដៃបាននាំគ្នាមកឡោមព័ទ្ធរថយន្តដែលរៀបនឹងចេញដំណើរនោះហើយភ្ជង់កាំភ្លើងបញ្ជាឲ្យពួកគាត់លើកដៃឡើងលើទាំងអស់គ្នានិងកុំឲ្យកម្រាក់ឲ្យសោះពេលនោះមានខ្មែរម្នាក់ឈ្មោះថាអាចារ្យហេងបានប្រាប់កងរាជអាវុធហាត់សៀមថាអាវុធទាំងអស់នេះមានច្បាប់អនុញ្ញាតពីរាជការសៀមឲ្យទិញនិងដឹកចេញទៅប្រទេសខ្មែរទើបកងរាជអាវុធហាត់សៀមនាំគ្នាដកថយទៅវិញដោយទុកតែគ្នាគេ2នាក់នៅយាមការពារសិនដើម្បីរងចាំឲ្យពួកគេសួរបញ្ជាក់ពីថ្នាក់លើរបស់ពួកគេសិនប៊ុនចាន់មុលនិងសហការីនាំគ្នាដេកនៅលើរថយន្តដឹកកំភ្លើងនោះមួយយប់រហូតដល់ស្អែកឡើងម៉ោង11ព្រឹកទើបប៉ុកគុណហៅតាត្រឡាចជាឪពុកមីរបស់គាត់យកលិខិតអនុញ្ញាតពីរាជការសៀមមកបង្ហាញកងរាជអាវុធហាត់សៀមដែលនៅយាមការនៅទីនោះទើបគេព្រមឲ្យចេញដំណើរពីក្រុងបាងកករហូតដល់ម៉ោង4ភ្លឺទើបដល់អរ៉ាញ់ក្រោយពីឈប់សម្រាកនៅអរ៉ាញ់ប្រហែល4ម៉ោងរថយន្តក៏បន្តដំណើរមកខេត្តបាត់ដំបងកាត់តាមស៊ីសុផុនរហូតដល់ម៉ោង12ថ្ងៃត្រង់ទើបទៅដល់វត្តមួយឈ្មោះថាវត្តទ្រង់បាទកំពង់ថ្កូវដែលជាទីបញ្ជាការមួយរបស់ខ្មែរឥស្សរៈក៏បានប្រគល់អាវុធទាំងអស់នោះឲ្យអ្នកទទួលខុសត្រូវនៅទីនោះចាត់ចែងបន្តទៀតទៅឲ្យក្រុមខ្មែរឥស្សរៈដែលនៅក្រោមបញ្ជារបស់ដាបឈួននិងហែមសវាងព្រមទាំងអ្នកផ្សេងទៀតលុយកាក់ដែលយកទៅទិញកំភ្លើងពីក្រុងបាងកកមកនោះបានមកពីពួកឥស្សរៈនៅក្នុងខេត្តបាត់ដំបងនោះ
ដែលបានដើររៃអង្គាសពីប្រជារាស្ត្រនៅតាមមូលដ្ឋានដែលពួកគេកាន់កាប់នៅក្នុងខែតុលាឆ្នាំ1946មេដឹកនាំខ្មែរអ៊ីស្រាអែលម្នាក់ឈ្មោះណេតលៀងសាយដែលបានចូលរួមធ្វើរដ្ឋប្រហារមិនបានសម្រេចនៅក្នុងព្រះបរមរាជវាំងកាលពីថ្ងៃទី9ខែសីហាឆ្នាំ1945ត្រូវបានទាហានរាជការខ្មែរបារាំងពួនស្ទាក់បាញ់សម្លាប់នៅក្នុងខេត្តកំពង់ស្ពឺកាលពីចុងឆ្នាំ1945រដ្ឋាភិបាលសៀមបានជ្រោមជ្រែងប្រម៉ែប្រមូលចលនាតស៊ូខ្មែរអ៊ីស្រាអែលជាច្រើនក្រុមឲ្យរួបរวมគ្នាបង្កើតជាគណៈកម្មាធិការអ៊ីស្រាអែលមួយដែលមានមូលដ្ឋាននៅក្នុងប្រទេសសៀមហើយក្នុងចំណោមសមាជិកភាពថ្នាក់ដឹកនាំគណៈកម្មការនេះចំណោម12នាក់គឺមានតែមីភូមិម្នាក់ប៉ុណ្ណោះដែលមានគោលចំហលំអៀងទៅខាងពួកវៀតមិញប៉ុន្តែដោយគណៈកម្មាធិការអ៊ីស្រាអែលនេះចេះតែមានចំនួនបែកបាក់មិនស៊ីសង្វាក់គ្នានោះនៅដើមឆ្នាំ1946នៅផ្ទះរបស់អ៊ីស្រាអែលជនសៀមម្នាក់ឈ្មោះផៅផលិតអភ័យវង្សនៅក្រុងបាងកកបានប្រជុំគ្នាបង្កើតគណៈកម្មការថ្មីមួយទៀតឲ្យឈ្មោះថាគណៈកម្មការរួមជាតិជំនួសគណៈកម្មការអ៊ីស្រាអែលនោះវិញផៅផលិតអភ័យវង្សធ្លាប់កាន់តំណែងជាចៅហ្វាយខេត្តបាត់ដំបងកាលនៅក្រោមការគ្រប់គ្រងរបស់សៀមនឹងត្រូវជាបងថ្លៃរបស់ប៉ុកគុណហៅតាត្រឡាចហើយក៏ជាចៅអតីតមន្ត្រីជាន់ខ្ពស់ខ្មែរម្នាក់ឈ្មោះចៅហ្វាបានដែលបានចុះចូលជាមួយសៀមនិងបានត្រួតត្រាខេត្តបាត់ដំបងសៀមរាបនិងកំពង់ធំចាប់ពីឆ្នាំ1795មកដែលកាលនោះខេត្តទាំង3នេះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សៀមគណៈកម្មាធិការរួមជារូបនេះហៅកាត់ថាកោរជោមានសមាជិក14រូបដូចជាប៉ុកគុណដាបឈួនព្រះអង្គម្ចាស់នរោត្តមច័ន្ទរាំងសីរស់យឿនមីភូរិនកៅតក់ស្ត្រីឈ្មោះលៀតមួនជាបងចិញ្ចឹមរបស់កៅតក់ហែមសវាងម៉ៅសរួតប្រាក់សវិនជាដើមប៉ុន្តែមេដឹកនាំធំរបស់កោរជោនោះគឺផៅផលិតអភ័យវង្សនិងជនជាតិសៀម2នាក់ទៀតនៅក្នុងខែធ្នូឆ្នាំ1946បារាំងបង្ខំឲ្យរដ្ឋាភិបាលសៀមប្រគល់ទឹកដីខេត្តបាត់ដំបងសៀមរាបនិងកំពង់ធំមកឲ្យខ្មែរវិញពេលនោះលោកកៅតក់ជាមេចលនាអ៊ីស្រាអែលដែលគាំទ្រដោយរដ្ឋាភិបាលសៀមនិងជាកូនចិញ្ចឹមរបស់អាណិកជនចិនម្នាក់ឈ្មោះកែវដែលសៀមតែងតែតាំងឲ្យធ្វើជាចៅហ្វាយស្រុកសំរោងតាំងពីមុនមានកិច្ចព្រមព្រៀងបារាំងសៀមឆ្នាំ1907នោះបានបើកអង្គប្រជុំដ៏ធំមួយនៅជិតផ្សារក្រុងបាត់ដំបងដោយមានផៅផលិតអភ័យវង្សជាមេដឹកនាំពីលើគណៈកម្មការរួបរวมជាតិនិងឈ្មោះយ៉ាតវ៉ៃឌីជាអ្នកទទួលខុសត្រូវវិស័យសិក្សាធិការនៅប្រទេសសៀមព្រមទាំងមន្ត្រីជាន់ខ្ពស់សៀម2នាក់ទៀតហើយដាបឈួនក៏មានវត្តមានជាអធិបតីនៅក្នុងអង្គប្រជុំនោះដែរពេលនោះយ៉ាតវ៉ៃឌីបានព្យាយាមពន្យល់ប្រជាជននិងកូនសិស្សខ្មែរថាយើងជាជនជាតិថៃនិងជាបងប្អូននឹងគ្នាប៉ុន្តែយើងបែកបាក់គ្នាដោយសារតែពួកអាណានិគមនិយមបារាំងឥឡូវយើងបានមកជួបជុំគ្នានៅលើទឹកដីមួយដុំនេះយើងមានស្ដេចថៃមួយអង្គជាអ្នកគ្រប់គ្រងបន្ទាប់មកលោកកៅតក់ដែលជាដៃជើងរបស់យ៉ាតវ៉ៃឌីនោះបានស្នើសុំឲ្យយ៉ាតវ៉ៃឌីនេះធ្វើជាទីប្រឹក្សាជាន់ខ្ពស់របស់ចលនាតស៊ូរបស់ខ្លួនហើយយ៉ាតវ៉ៃឌីកៅតក់និងដាបឈួនក៏បានផឹកទឹកសម្បត្តិជាមួយគ្នាដើម្បីបញ្ជាក់ពីភាពស្មោះត្រង់ទៅវិញទៅមកទៀតផងកៅតក់នេះមានឈ្មោះជាភាសាសៀមមួយទៀតគឺតួលឹមត្រាគុណជាអតីតអ្នកជំនួញដ៏ធំម្នាក់នៅខេត្តសៀមរាបពួកសៀមបានសន្យាថានឹងជួយផ្ដល់អាវុធដល់ចលនាតស៊ូអ៊ីស្រាអែលគណៈរួមជាតិនេះផងដែរប៉ុន្តែបើតាមភ្នាក់ងារស៊ើបការសម្ងាត់របស់បារាំងបានរាយការណ៍ថាគណៈរួមជាតិនោះរងចាំអាវុធដែលសៀមសន្យាផ្ដល់ឲ្យអស់រយៈពេលជាច្រើនខែនៅតែមិនឃើញទៀតគេក៏សម្រេចចិត្តរកលុយទិញអាវុធនោះដោយខ្លួនឯងហើយពួកសៀមនោះគ្រាន់តែជាឈ្មួញក្នុងការជួញដូរអាវុធដើម្បីរកប្រាក់ចំណេញតែប៉ុណ្ណោះនៅចុងខែធ្នូឆ្នាំ1946នៅភូមិខ្ចៅពួយស្ថិតនៅខាងត្បូងក្រុងបាត់ដំបងប្រមាណជា8គីឡូម៉ែត្រអ្នកភូមិនោះភាគច្រើនជាអ្នកកាន់សាសនាកាតូលិកត្រូវពួកអ៊ីស្រាអែលសម្លាប់និងផ្លែដាវអស់ជាង100នាក់តែទោះជាយ៉ាងនេះក៏ដោយក៏តំណាងអ៊ីស្រាអែលខ្មែរនិងតំណាងអ៊ីស្រាអែលលាវដែលបានធ្វើដំណើរទៅដល់ស្ថានបេសកកម្មទូតរបស់វៀតមិញនៅទីក្រុងបាងកកប្រទេសថៃនោះបានផ្ញើលិខិតរួបរวมគ្នាមួយទៅជូនលោកដ្រាវលីដែលជាជនជាតិន័រវេសអគ្គលេខាធិការអង្គការសហប្រជាជាតិ
ដែលទើបបង្កើតឡើងនៅថ្ងៃទី24 ខែតុលាឆ្នាំ 1945 ដើម្បីសូមជួយអន្តរាគមន៍ឲ្យប្រទេសបារាំងប្រគល់ឯករាជ្យដល់ប្រទេសខ្មែរនិងប្រទេសលាវវិញនៅដើមខែមករាឆ្នាំ 1947 តំណាងពួកវៀតមិញនៅក្រុងបាងកកបានធ្វើសារលិខិតមួយស្ដីអំពីបញ្ហាឯករាជ្យនេះទៅជូនលោក Evan F. Stanton ជាតំណាងសហរដ្ឋអាមេរិកនៅក្រុងបាងកកផងដែរហើយលោក Evan F. Stanton ក៏បានទទូចឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើយ៉ាងណាសូមឲ្យអង្គការសហប្រជាជាតិគិតគូរពីបញ្ហាឯករាជ្យនៅឥណ្ឌូចិននេះឲ្យបានឆាប់រហ័សផងព្រោះបើពុំដូច្នោះទេនឹងមានបញ្ហាវឹកវរធ្ងន់ធ្ងរជាមិនខានប៉ុន្តែក្រសួងការបរទេសអាមេរិកបានប្រាប់មកលោក Evan F. Stanton វិញថាគួរតែបញ្ជូនសារលិខិតទាំងអស់នោះទៅឲ្យម្ចាស់ដើមគេវិញ